បងក្រាបគ្រឿងញៀនជាង 10000 ករណីចាប់មនុស្សជាង 27000 នាក់តែក្នុងមួយឆ្នាំប៉ូលីសបង្ក្រាបគ្រឿងញៀនជាង 10000 ករណីមនុស្សជាង 27000 នាក់និងគ្រឿងញៀនជិត 15 តោនទូរលេខនេះបានបង្ហាញពីស្ថានភាពដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀននៅកម្ពុជាដោយជំរុញឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃប្រមានបកស្បែកមន្ត្រីណាហ៊ានពាក់ព័ន្ធនឹងករណីនេះបើយោងតាមរបាយការណ៍ដែលបង្ហាញនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ 2024 និងលើកទិសដៅការងារឆ្នាំ 2025 របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញថានៅឆ្នាំ 2024 ករណីគ្រឿងញៀនដែលបង្ក្រាបបានមានចំនួនទៅដល់ 11630 ករណីកើនឡើង 2567 ករណីស្មើ 31.84% បើប្រៀបធៀបទៅឆ្នាំ 2023 ករណីខកខ្លួនជនសង្ស័យគឺមានចំនួនដល់ទៅ 27071 នាក់កើន 35.53% មិនតែប៉ុណ្ណោះគ្រឿងញៀនដែលសមាជិកបានរឹបអូសយកមានចំនួនជិត 15 តោនកើនឡើងទៅដល់ 4 ដងបើធៀបនឹងឆ្នាំ 2023 របាយការណ៍បានគូបញ្ជាក់ទៀតថាគ្រឿងញៀនដែលរឹបអូសគឺមានដូចជាប្រភេទមេតាំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន កូកាអ៊ីននិងអេស្ត្រាស៊ីដោយគ្រឿងញៀនទាំងនោះគឺមកចម្រុះពលគឺតំបន់ត្រីកោណមាសនិងមកពីអាមេរិកខាងត្បូងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនត្រូវតែធ្វើដោយមិនដោះដៃពីព្រោះវាគឺជាអក្រិតកម្មដែលຕົកនៅក្នុងសង្គមមនុស្សរាប់សតវត្សមកហើយប៉ុន្តែកាលណាសមាជិកនិងមន្ត្រីយើងនៅឆ្ងាយពីវានោះយើងពិតជាអាចកាត់បន្ថយបានក្រៅពីការងារប្រើប្រាស់កម្លាំងហើយនោះក្រសួងមហាផ្ទៃក៏គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងអប់រំនិងក្រសួងពាក់ព័ន្ធបង្កើតកម្មវិធីអប់រំដើម្បីឲ្យកុមារនិងយុវសិស្សយើងស្គាល់ដឹងនិងទទួលបាននូវព័ត៌មានដ៏អវិជ្ជមាននិងគ្រោះថ្នាក់អំពីបញ្ហានេះ